ភាគ3នៃអាហារទាំងអស់ដែលត្រូវបានផលិតត្រូវបានបោះចោលខណៈដែលមនុស្សរាប់លានអ្នកកំពុងអត់ឃ្លានយើងឃើញវាគ្រប់ទីកន្លែងអាហារថ្ងៃត្រង់ដែលមិនតាន់បានបរិភោគត្រូវបានបោះចោលធ្នើលក់គ្រឿងទេសមានស្តុកលើសចំណុះរួចក៏បោះចោលអាហារល្អឥតខ្ចោះនៅក្នុងធុងសម្រាមវាជាបញ្ហារបស់យើងជម្រើសនីមួយៗសុទ្ធតែសំខាន់អ្វីដែលយើងទិញអ្វីដែលយើងចម្អិនអ្វីដែលយើងសន្សំអ្វីដែលយើងចែករំលែកស្មារតីរបស់សាលីសៀនតែងតែនិយាយអំពីការមើលឃើញភាពអត់ឃ្លាននិងការឆ្លើយតបមិនមែនជាការអាណិតអាសូរទេប៉ុន្តែដោយសកម្មភាពទូទឹកកកសហគមន៍កម្មវិធីស្ដារអាហារឡើងវិញការបង្រៀនអ្នកដទៃឲ្យចម្អិនអាហារដោយប្រើកាកសំណល់តិចដុនបូស្កូបានចិញ្ចឹមយុវជនដែលស្រេកឃ្លានដល់អ្វីក៏ដោយដែលគាត់មានយើងមានច្រើនជាងគាត់ធ្លាប់មានសំណួរមិនមែនថាតើយើងអាចធ្វើការផ្លាស់ប្ដូរបានឬអត់នោះទេវាអាស្រ័យលើថាតើយើងនឹងចាប់ផ្ដើមនៅថ្ងៃនេះខ្ជះខ្ជាយតិចចែករំលែកច្រើនឬអត់